ត្រីខ្មែរដែលពីកាដៃម្ខាងដែលសមត្ថកិច្ចថៃខាត់ខ្លួនថ្ងៃមុនត្រូវបានអាជ្ញាធរថៃដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឲ្យចូលទៅកាន់ប្រទេសថៃជារៀងរហូតស្ត្រីខ្មែរដែលពីកាដៃម្ខាងដែលសមត្ថកិច្ចថៃខាត់ខ្លួនរយៈពេល2យប់ដោយចាត់ប្រកាន់ថាចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ត្រូវបានអាជ្ញាធរថៃដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឲ្យចូលទៅកាន់ប្រទេសថៃជារៀងរហូតនាពេលអនាគតនេះបើយោងតាមការចុះផ្សាយពីកាសែត The Nation របស់ថៃThe Nation ចុះផ្សាយថាអ្នកស្រីក៏ត្រូវបានដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅរបស់អន្តរប្រវេសន៍ថៃក្នុងនាមជាការគំរាមកំហែងដល់សន្តិសុខជាតិដែលធ្វើឲ្យអ្នកស្រីត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍មិនឲ្យចូលទៅប្រទេសនេះឡើងវិញនៅថ្ងៃទី27មិថុនាអ្នកស្រីនិងមនុស្សជាច្រើនត្រូវបានសមត្ថកិច្ចថៃដឹកតាមឡានបញ្ជូនមកកម្ពុជាវិញហើយអ្នកស្រីថ្លែងថាអ្នកស្រីនឹងមិនត្រឡប់ទៅប្រទេសថៃវិញទេអំឡុងពេលភាគីថៃខាត់ខ្លួនរដ្ឋបាលបន្ខេត្តបន្ទាយមានជ័យអាជ្ញាធរមូលដ្ឋាននិងអគ្គកុងស៊ិលកម្ពុជាប្រចាំខេត្តស្រះកែវបានខ្នះខ្នែងដើម្បីទទួលការដោះស្រាយជាមួយភាគីថៃរហូតពួកគេបានដោះលែងស្ត្រីទាំងពីរនាក់ដែលក្នុងនោះក៏មានអ្នកស្រីវណ្ណារីផងដែរឲ្យត្រឡប់មកកម្ពុជាវិញ